បាទជម្រាបសួរកូនៗទាំងអស់គ្នាបើមកជួបនៅលោកគ្រូម្ដងទៀតហើយអរគុណប្រេសសម្រាប់ពេលវេលាដ៏ល្អនៅថ្ងៃនេះថ្ងៃនេះលោកគ្រូបានលើកយកនៅមេរៀនទី27ហើយដែលតកតងជាមួយនឹងសម្បត្តិផ្ទាល់តខ្លួនមេរៀនទី27សម្បត្តិផ្ទាល់តខ្លួនតែលោកគ្រូបានលើកយកនៅមេរៀនឆ្នោតចងជាងឆ្នោតចងគឺជាពាក្យចំណងសម្រាប់ភ្ជាប់ពាក្យនិងពាក្យកន្សោមពាក្យនិងកន្សោមពាក្យឬរបស់នឹងបាត់ចឹងលោកគ្រូអានហើយម្ដងទៀតឆ្នោតចងគឺជាពាក្យចំណងសម្រាប់ភ្ជាប់ពាក្យនិងពាក្យកន្សោមពាក្យនិងកន្សោមពាក្យឬរបស់នឹងបាត់តោះចឹងយើងទៅមើលនៅឧទាហរណ៍របស់យើងហើយនេះលោកគ្រូបានរៀនឧទាហរណ៍ចំនួន3សម្រាប់មកបង្ហាញផងដែរតោះចឹងឧទាហរណ៍ទី1ការតាក់ទងគ្នាតាមទូរស័ព្ទនាំឲ្យចំណេញពេលវេលានិងថវិកាតោះជាងមើលទី1ឧទាហរណ៍ទី1តើពាក្យណាខ្លះដែលយើងអាចនិយាយថាវាជាឆ្នោតតោះការតាក់ទងគ្នាតាមទូរស័ព្ទនាំឲ្យចំណេញពេលវេលានិងថវិកាអញ្ចឹងពាក្យនឹងគឺជាឆ្នោតចងសម្រាប់ភ្ជាប់ពាក្យពេលវេលានិងថវិកាអញ្ចឹងពាក្យពេលវេលាហើយនិងថវិកានោះគឺជាធាតុនៃរបស់ទី2តោះទី2បច្ចុប្បន្ននេះយើងអាចតាក់ទងគ្នាតាមទូរស័ព្ទឬសម្បត្តិអញ្ចឹងពាក្យទី2ក្នុងឧទាហរណ៍ទី2បច្ចុប្បន្ននេះយើងអាចតាក់ទងគ្នាតាមទូរស័ព្ទឬសម្បត្តិអញ្ចឹងពាក្យឬគឺជាឆ្នោតចងនៅវាបានភ្ជាប់ពាក្យទូរស័ព្ទហើយនឹងសម្បត្តិតោះចូលដល់ឧទាហរណ៍ទី3ឪពុកទី3ឪពុកខ្ញុំមានទូរស័ព្ទដៃប៉ុន្តែគាត់គ្មានទូរស័ព្ទលើតុអញ្ចឹងគ្រូអានម្ដងទៀតទី3ឪពុកខ្ញុំមានទូរស័ព្ទដៃប៉ុន្តែគាត់គ្មានទូរស័ព្ទលើតុអញ្ចឹងពាក្យដែលជាឆ្នោតចងគឺពាក្យប៉ុន្តែអញ្ចឹងចំណែកឧទាហរណ៍ទី3នេះគឺចងរវាងរបស់និងរបស់អញ្ចឹងយើងមើលពាក្យទី1ក្នុងឧទាហរណ៍ទី1ពាក្យដែលជាឆ្នោតចងគឺពាក្យនឹងចំណែកក្នុងឧទាហរណ៍ទី2គឺពាក្យឬចំណែកក្នុងឧទាហរណ៍ទី3គឺពាក្យប៉ុន្តែតោះចឹងឆ្នោតចងមានពាក្យដូចជានឹងហើយតែប៉ុន្តែឬចុចនឹងសំដៅទៅលើការដែលមានពាក្យផ្សេងទៀតចឹងសម្រាប់មេរៀនរបស់លោកគ្រូនៅថ្ងៃនេះក៏ដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានសូមព្រះនិព្វានពរ